មហារីកសដន់គឺជាជំងឺមហារីកដែលកើតច្រើនបំផុតទៅលើមនុស្សស្រីនៅទូទាំងពិភពលោកនៅក្នុងនោះគេឃើញមានមួយអ្នកក្នុងចំណោម8អ្នកជំងឺគឺគាត់អាចធ្វើរោគវិនិច្ឆ័យឃើញមហារីកសដន់ហ្នឹងចឹងមានថាមាន1ក្នុង8មកពេទ្យពិនិត្យមើលទៅអាចឃើញមានម្នាក់ដែលមានជាមួយនឹងជំងឺមហារីកហ្នឹងហើយយើងឃើញថាការកើតទៅលើមហារីកហ្នឹងគឺការប្រឈមមានច្រើនដូចជានៅពេលដែលយើងកើតឡើងទៅជាមនុស្សស្រីគឺ99%ហើយគឺយើងអាចប្រឈមជាមួយនឹងជំងឺហ្នឹងហើយចំពោះមនុស្សប្រុសក៏អាចកើតមានដែរគឺប៉ុន្តែវាតិចជាង1%ទេហើយក្រៅពីហ្នឹងនៅពេលដែលអាយុយើងចាស់មនុស្សស្រីដែលចាប់ពី50ឆ្នាំឡើងទៅគឺការប្រឈមមុខជាមួយនឹងមហារីកសដន់ហ្នឹងក៏កាន់តែខ្ពស់ផងដែរហើយកត្តាផ្សេងទៀតគឺនៅពេលដែលយើងមានគ្រួសារជាមីងជាអ៊ំរបស់យើងឬក៏ជាម្ដាយរបស់យើងដែលគាត់មានជំងឺមហារីកសដន់យើងគឺជាបុគ្គលមួយដែលប្រឈមមុខខ្ពស់បំផុតក្នុងការកើតជាមួយនឹងជំងឺនេះផងដែរហើយក្រៅពីហ្នឹងដូចជាការបម្រើបម្រួល Gen មួយយ៉ាងដែលយើងហៅថា BRCA ហ្នឹងនៅពេលដែល Gen នៅក្នុងខ្លួនយើងមានការបំលាស់ប្ដូរក៏វាអាចមានបញ្ហាធ្វើឲ្យយើងកើតជាមួយនឹងជំងឺនឹងដូចគ្នាហើយក្រៅពីហ្នឹងគឺក្នុងករណីដែលចំពោះស្ត្រីដែលគាត់មករដូវលឿនឬក៏ស្ត្រីដែលគាត់ឆាប់អស់រដូវឬក៏ស្ត្រីដែលគាត់មានកូនដំបូងហ្នឹងនៅក្នុងអាយុចាស់អញ្ចឹងគឺគាត់ងាយប្រឈមមុខជាមួយនឹងការកើតជំងឺនេះផងដែរហើយក្រៅពីហ្នឹងគឺតាក់ទងជាមួយនឹងការប្រឈមមុខដោយសារការរស់នៅប្រចាំថ្ងៃរបស់គាត់ដូចជាគាត់អត់សូវមានលំហាត់ប្រាណគាត់ធាត់លើសទម្ងន់ឬក៏ការញ៉ាំស្រាច្រើនហ្នឹងក៏ជាកត្តាប្រឈមឲ្យមានជាមួយនឹងជំងឺមហារីកនេះផងដែរដើម្បីរកឃើញជាមួយនឹងជំងឺមហារីកហ្នឹងគឺងាយស្រួលមែនទែនបើយើងកាន់តែរកឃើញកាន់តែឆាប់រហ័សគឺការព្យាបាលកាន់តែមានប្រសិទ្ធភាពដូចជានៅពេលដែលយើងចំពោះស្ត្រីដែលមានអាយុតិចជាង25ឆ្នាំឬក៏ចាប់ពី25ឆ្នាំឡើងគឺនៅពេលដែលយើងមករដូវឬក៏នៅពេលដែលយើងងូតទឹកអីហ្នឹងគឺយើងចាប់ផ្ដើមពិនិត្យដោះយើងទាំងសងខាងសដន់យើងទាំងសងខាងហ្នឹងតើយើងស្ទាបដូចជាតនិចនីលកាអញ្ចឹងដើម្បីរកមើលតើវាមានប៉ះដុំឬក៏មានការប្រែប្រួលជាមួយនឹងទ្រង់ទ្រាយដោះមានការប្រែប្រួលជាមួយនឹងសភាពស្បែកយើងដែរឬក៏អត់ហើយបើសិនជាយើងមានអាយុចាប់ពី25ឆ្នាំឡើងទៅគឺបើសិនជាយើងស្ទាបប៉ះដុំឬក៏យើងមានប្រវត្តិគ្រួសារដែលសង្ស័យថាមានមហារីកសដន់ហើយគឺយើងអាចមកមន្ទីរពេទ្យដើម្បីយើងធ្វើអេកូដើម្បីអេកូហ្នឹងគឺយើងអាចដឹងថាមានដុំឬក៏អត់មានដុំហើយចំពោះស្ត្រីដែលមានដុំហើយឬក៏ស្ត្រីដែលមានអាយុចាប់ពី40ឆ្នាំទៅពេលខ្លះគឺគេតម្រូវឲ្យមានការគៀបជាមួយនឹងសដន់ផងដែរក្រៅពីការមើលអេកូក្រៅពីការគៀបគឺគេអាចធ្វើតេស្តឈាមដើម្បីរកមើលជាមួយនឹង Gen ដែលខ្ញុំនិយាយពីខាងលើហ្នឹងគឺពួក BRCA ហ្នឹងដើម្បីរកជាមួយនឹងពួកមហារីកសដន់ហ្នឹង